បញ្ហាសុខាភិបាលដែលយើងត្រូវយកមកដោះស្រាយដែរគឺបញ្ហាជាតិគីមីបញ្ហាជាតិគីមីនៅក្នុងឧស្សាហកម្មវិស័យឧស្សាហកម្មថ្នាំសម្រាប់សត្វល្អិតខ្លះអត់ចេះប្រើគាត់ថាយកមកបាយកមកបាញ់យកមកព្រោះតែវាស៊ីសាច់វាស៊ីអីទៅស្បែកយើងទៅខ្លាយទៅជាមហារីកដែលយើងអត់មានការណែនាំហើយច្បាប់ក៏អត់មានចេះហាមឃាត់ឲ្យត្រួតពិនិត្យក៏មួយទៀតថ្នាំពេទ្យក៏ចឹងដែរវាថាអូថោកចេះតែទិញទៅអ្នកគ្រាន់ទៅពេទ្យជាពិសេសនៅតាមជនបទអ្នកដែលលក់ថ្នាំនោះគឺថាចង់បានប្រភេទទី1ឬចង់បានប្រភេទទី2មានគ្រាន់គឺថាប្រភេទទី2តែមិនត្រូវមានប្រភេទទី2នោះទេប្រភេទទី2នេះគឺថ្នាំคล้ายវាអត់ប្រសិទ្ធភាពហើយវាអាចមានគ្រោះថ្នាក់ដល់សុខភាពយើងដល់ជីវិតយើងទៀតហើយបញ្ហាដែលសំខាន់មួយទៀតគឺថាចង់មានភាពថាដូចជាយើងឲ្យភាពសង្កត់បិទមកចូលមកផ្ទះយើងរាល់ថ្ងៃមកសម្លាប់យើងបន្តិចម្ដងខ្ញុំចង់និយាយពីអ្វីចង់និយាយពីជាតិគីមីដែលដាក់ចូលក្នុងចំណីអាហាររបស់យើងហើយរឿងនេះវាពាក់ព័ន្ធទៅសួងស្ថាប័នច្រើនក៏យើងត្រូវគិតគូរចាប់ផ្ដើមពីរដ្ឋសភាយើងនេះពីព្រោះថាយើងដឹងថាចំណីអាហារដែលយើងទិញយកមកធ្វើម្ហូបរាល់ថ្ងៃនៅផ្ទះដូចជាសាច់គោសាច់ជ្រូកសាច់មាន់អីជួនកាលគេដាក់ហ្វម៉ូលគឺដាក់ថ្នាំដើម្បីកុំឲ្យសាច់ហ្នឹងវាឆាប់ស្អុយនៅក្នុងមន្ទីរពេទ្យវាចង់កុំឲ្យខ្មោចឆាប់ធំទៅដូច្នេះគេដាក់ហ្វម៉ូលឲ្យសប់ទុកបានយូរតែគេយកអាជាតិហ្វម៉ូលយកទៅដាក់លើសាច់ជ្រូកសាច់មាន់សាច់គោដែលយើងទិញរាល់ថ្ងៃតើមានអាណាត្រួតពិនិត្យទេក៏ទី2ស្រាឥឡូវនេះគឺសូស្លាប់ថ្មីនេះនៅថ្ងៃនេះចេះស្រាសស្លាប់ភាសាអីដោយសារដាក់ជាតិអង់គ្រីសនេះគេឆ្នាំសម្រាប់សត្វល្អិតគឺដាក់ឲ្យសត្វល្អិតសត្វទៅស្លាប់ទៀតហើយដាក់ក្នុងស្រាដាក់ក្នុងទឹកទឹកយើងមិនស្លាប់ទេបើយើងលើកទៅស្លាប់អូចាស់អត់ណាជាតិអង់គ្រីសក៏គេទឹកកកយើងទៅហូបទឹកកកនោះគេដាក់យូរេនោះគេឆាប់កកវាចំណេញអាកាសនីយើងចំណេញអ្នកនិយាយផលិតទឹកកកហើយយើងទៅទិញហើយក្រសួងពាក់ព័ន្ធទាំងអស់ចេះតែឲ្យប្រើក៏ជួនកាលមកហូបអាហារខ្លះដាក់ DDT ដាក់ថ្នាំសម្រាប់សត្វល្អិតកុំឲ្យរុយបរោគល្អអត់មានរុយរោគប៉ុន្តែថ្នាំនោះវាចូលទៅក្នុងកាពះយើងគឺទៅស៊ីកាពះស៊ីពោះវៀនយើងហើយមានថ្នាំច្រើនទៀតធ្វើឲ្យបន្លែធ្វើឲ្យផ្លែឈើនោះដូចស្រស់ទំហំវាធំពណ៌ល្អប៉ុន្តែចាំមើលទៅពីថ្ងៃនោះគឺវាសម្ពងទៅវិញហើយខ្លួនវិញទៅដល់ជាតិទឹកចឹងខ្ញុំសូមអំពាវនាវដល់អ្នកសេកាអ្នកសម្រាប់មានទាំងអស់យើងមិនអាចបន្តឲ្យបញ្ហានេះនៅតែកើតមានហើយទ្រង់ទ្រាយកាន់តែធំ